រៀបសួរបងស្រីឈ្មោះបងស្រីផេងស្រីមុំជាបងស្រីដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមបងស្រីកើតនៅក្នុងក្រុមគ្រួសារដែលកាន់ព្រះពុទ្ធសាសនាឥឡូវបងស្រីជាបងស្រីនៅក្នុងក្រុមគ្រួសារបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់ឬភាគច្រើនដែលគេស្គាល់ថាជាបងស្រី Salesian បេសកកម្មនៅប្រទេសកម្ពុជាយើងគឺផ្ដល់ការអប់រំដល់យុវជនយុវនារីក្រីក្រដែលអត់មានលទ្ធភាពទៅរៀននៅសាលាខាងក្រៅហើយនៅក្នុងនោះដែរទើបយើងមានសាលាបង្រៀនតាំងពីថ្នាក់មត្តេយ្យរហូតដល់វិទ្យាល័យព្រមទាំងមានថ្នាក់ជំនាញរយៈពេល2ឆ្នាំផងដែរយើងមានសកម្មភាពថ្ងៃអាទិត្យជាមួយនឹងក្មេងៗក្រីក្រយើងមានការអប់រំជំនឿដែលយើងមាននៅសាលាយើងផ្ទាល់ហើយនឹងមាននៅក្នុងព្រះសហគមន៍ដែលយើងទៅជួយនិងមានមួយទៀតដែលយើងជួយបន្ថែមទៀតគឺនៅពេលដែលពួកគេមានលទ្ធភាពនៅខាងក្រៅយើងមានកន្លែងស្នាក់នៅខាងក្នុងដើម្បីជួយដល់ការរស់នៅរបស់ពួកគេផងដែររហូតដល់ពួកគេអាចរៀនចប់ជំរាបសួរខ្ញុំបងស្រីវិជ្ជសារ៉េនខ្ញុំជាបងស្រីជនជាតិខ្មែរមកពីមានស្រុកកំណើតមកពីខេត្តបាត់ដំបងខ្ញុំបង្រៀននៅក្នុងសាលាដល់កូនសិស្សពីថ្នាក់មត្តេយ្យនៅក្នុងសាលាយើងមានថ្នាក់មត្តេយ្យដល់ថ្នាក់ទី12ខ្ញុំបង្រៀននៅក្នុងសាលាជួយ assistant នៅក្នុងសាលារៀននិងជួយដល់ព្រះសហគមន៍ដែរខ្ញុំជួយបង្រៀនអប់រំជំនឿនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃអាទិត្យហើយនឹងជួយចូលរួមជាមួយនឹងក្រុមយុវជននៅក្នុងសកម្មភាពផ្សេងៗនៅក្នុងព្រះវិហារហើយនឹងមួយទៀតពិសេសសម្រាប់ខ្ញុំដែរគឺការចូលរួមចែករំលែកអត្ថបទគម្ពីរជាមួយនឹងក្រុមនិស្សិតនៅក្នុងមណ្ឌលនិស្សិតកាតូលិកកម្ពុជានេះគឺជាបទពិសោធន៍ដែលខ្ញុំទទួលបានជាការផ្លាស់ប្ដូរជំនឿនិងចំណេះដឹងនិងបទពិសោធន៍ក្នុងជីវិតជាមួយនឹងយុវជនធ្វើឲ្យខ្ញុំមានទំនាក់ទំនងយ៉ាងច្រើនជាមួយនឹងយុវជនយុវនារីដែរOur mission is very much for the poor and the disadvantaged. In our schools, we seek to take in students who are poor and some of them don't have opportunities to go to school. And by providing them with an education, with a good quality education, we hope that they can help their families and do something better in future. One area of our work, which I find very meaningful, is that we reach not only the lives of the young people, but their families as well. When we go on home visits, we see the realities in which they live and the problems which they face. And this helps us to assess how we can help the young people as well as their families better. And really, when we do a family ministry, that is when we can see that their lives really start to improve. នៅក្នុងបេសកកម្មដែលបងស្រីបំពេញរាល់ថ្ងៃបងស្រីសប្បាយរីករាយនៅពេលដែលបានបង្រៀនកូនសិស្សការបង្រៀនមិនមែនត្រឹមតែបង្រៀននៅក្នុងថ្នាក់ប៉ុណ្ណោះប៉ុន្តែដោយសារបងស្រីទទួលខុសត្រូវជាមួយកូនសិស្សស្នាក់ក្នុងសាលាដូច្នេះបងស្រីសប្បាយនៅពេលដែលគេចែករំលែកអំពីបទពិសោធន៍នៅក្នុងជីវិតរបស់គេហើយបងស្រីមានឱកាសស្ដាប់ពួកគេចែករំលែកទៅវិញអ្វីដែលបងស្រីបានដឹងហើយជួយពួកគេហើយអ្វីដែលសំខាន់នោះគឺបងស្រីសប្បាយរីករាយមែនទែននៅពេលដែលឃើញគេរស់នៅមានអនាគតល្អចូលទៅក្នុងសង្គមហើយស្រឡាញ់ព្រះជាម្ចាស់និងដឹងថាព្រះជាម្ចាស់ស្រឡាញ់ពួកគេយ៉ាងខ្លាំងអ្វីដែលសំខាន់ដែលធ្វើឲ្យខ្ញុំបន្តជីវិតជាអ្នកបួសនៅក្នុងជីវិតរបស់ខ្ញុំគឺទី1ការអធិដ្ឋានគឺជាទំនាក់ទំនងល្អរវាងខ្ញុំជាមួយនឹងព្រះជាម្ចាស់ទី2គឺជាជីវិតដែលរស់នៅក្នុងសហគមន៍ជាមួយនឹងបងស្រីយើងប្រៀបដូចជាក្រុមគ្រួសារនិងចែករំលែកនិងលើកទឹកចិត្តគ្នាទៅវិញទៅមកដូចជាគ្រួសារតែមួយនិងទី3ជាពិសេសជាងនោះទៅទៀតគឺទំនាក់ទំនងហើយនឹងការងាររបស់ខ្ញុំជាមួយនឹងយុវជនយុវនារីជាពិសេសរាល់ពេលដែលខ្ញុំបានឃើញភាពរីករាយនិងអ្វីដែលជាភាពរីកចម្រើនរបស់យុវជនយុវនារីដែលខ្ញុំបានជួយនេះគឺជាទឹកចិត្តដែលជួយជំរុញខ្ញុំបន្តរហូត I never thought that I'll become a religious. I was already working for almost 10 years before I became a sister. Yet now I really know with certainty that this is God's call for me because I can feel it deeply in my heart that this is the way in which He wants to love me and He wants me to love Him in return. ខ្ញុំស្រឡាញ់ការត្រាស់ហៅរបស់ខ្ញុំនៅក្នុងជីវិតជាអ្នកបួសដោយសារខ្ញុំឃើញជីវិតរបស់ខ្ញុំរស់នៅមានអត្ថន័យជារៀងរាល់ថ្ងៃ
ខ្ញុំដឹងអំពីក្តីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ខ្លួនហើយអ្វីដែលមាននៅក្នុងខ្លួននិងការចង់ប្រើជីវិតរបស់ខ្លួនឯងទៅដល់យុវជនយុវនារីដែលស្ថិតនៅក្រោមការមើលខុសត្រូវរបស់ខ្ញុំចង់ឲ្យពួកគេដឹងអំពីក្តីស្រឡាញ់របស់ព្រះអង្គនៅក្នុងជីវិតរបស់ពួកគេហើយឃើញពួកគេរីករាយនិងមានអនាគតល្អក្តីសុបិនរបស់ខ្ញុំគឺចង់ឃើញកូនខ្មែរទាំងអស់ជាមនុស្សដែលជាពលរដ្ឋល្អនៅក្នុងសង្គមសកម្មនិងមានភាពស្មោះត្រង់ I dream for all young people to be responsible and to be able to make good decisions for themselves, for their families, and for the society.